តោះសួស្តីអ្នកនរគ្នាថ្ងៃនេះខ្ញុំមានវីដេអូមួយដើម្បីចែកម្លែកទាក់ទងមួយការធ្វើ VPN សាយរវាង Palo Alto និង FortiGate អញ្ចឹងការធ្វើ VPN សាយគឺវាមានសារៈសំខាន់អញ្ចឹងក្នុងគោលបំណងគឺយើងធ្វើដើម្បីទៅការ encrypt traffic រវាងពីសាយមួយទៅកាន់សាយមួយឬក៏ដូចនៅក្នុង room នេះអញ្ចឹងខ្ញុំមានសាយ A សាយ B អញ្ចឹងរាល់ traffic ដែល send between ទីសាយ A ហើយនិងសាយ B ហ្នឹងមានធ្វើការ encryptចឹង encrypt មិនមានធ្វើការ encrypt ដោយវា data ទាំងអស់មាន transfer នៅក្នុង VPN tunnel របស់យើងអញ្ចឹងបន្ទាប់ពីយើង configure VPN tunnel ហ្នឹងហើយក្នុងគោលបំណងនេះគឺយើងដើម្បីធ្វើការការពារកុំឲ្យ man in the middle ឬក៏នរណាគេម្នាក់នៅកណ្ដាលអញ្ចឹងឧទាហរណ៍ដូចជា internet service provider ឬក៏ over internet ដូចជាដើមអញ្ចឹងចាស់ស្ដែងយើងអត់ដឹងថានៅកណ្ដាលមាននរណាគេខ្លះដែលគាត់អាចមានលទ្ធភាពក្នុងការ intercept ឬក៏ capture នៅ traffic របស់យើងអញ្ចឹងណាអញ្ចឹងដើម្បីកុំឲ្យមាននរណាគេម្នាក់ឬក៏មាន in the middle ហ្នឹងអាច capture traffic របស់យើងនៅកន្លងពេលយើង transmit នឹងបានគឺយើងប្រើជាមួយនឹង VPN សាយដើម្បី encrypt រាល់ traffic ទាំងអស់ហើយដើម្បីឲ្យ traffic ហ្នឹងវានឹងរត់ទៅតាម VPN tunnel របស់យើងអញ្ចឹងណាអញ្ចឹងដូចនៅក្នុងនេះអញ្ចឹងខ្ញុំមានពីរសាយ A និងសាយ B ដែលសាយ A ខ្ញុំប្រើជាមួយនឹង Palo Alto និងសាយ B ជាមួយនឹង FortiGate ហើយយើងមាន IP subnet បែបនេះបាទ10.0 និង 10.1 ណាអញ្ចឹងកន្លែងនេះខ្ញុំមាន ISP អញ្ចឹងឧទាហរណ៍ដូចជាមាន DPRC ឬក៏ list line អីជាដើមអញ្ចឹងចាក់ configure វាបានយើងត្រូវ make sure ថា IP សាយ A និងសាយ B នេះគឺវាអាច reach គ្នាអញ្ចឹងទោះបី over internet ក៏ដោយអញ្ចឹងយើងត្រូវ make sure ថា pair ឬក៏ partner របស់យើងដៃគូរបស់យើងហ្នឹងគឺយើងអាច reach ទៅដល់គាត់អញ្ចឹងគាត់អាច reach មកដល់យើងអាច reach ដល់គាត់ទៅឲ្យយើងអាច perform នៅ VPN សាយហ្នឹងយើងអាច establish connection បានអញ្ចឹងណាហើយចាក់ស្ដែងយើងដឹងហើយការធ្វើ VPN សាយវាមាន phase មួយចំនួនដែលយើងតម្រូវឲ្យសាយទាំងពីរហ្នឹងគឺត្រូវតែ VPN parameter ទៅ match same អញ្ចឹងណាអញ្ចឹងចាក់ស្ដែងយើងត្រូវមាន design ជា form មួយទៅបាទអញ្ចឹងយើង design ជា form ដូចជានេះជា sample របស់ខ្ញុំ design ជា form អញ្ចឹង form ហ្នឹងយើងមានជាសាយរបស់យើងនិងសាយដៃគូរបស់យើងឬក៏សាយ B ដែលខ្ញុំដាក់ក្នុងនេះអញ្ចឹងសាយ A យើងមាន IP ខ្លួនឯងប្រហែលហើយនឹងដៃគូរបស់យើង IP ប្រហែលអញ្ចឹងយើងអាចមាន model អីផ្សេងៗដែលយើង record ព័ត៌មានទុកប៉ុន្តែកន្លែងនេះ IKE setting និង IPsec setting នេះគឺយើងត្រូវ perform the same អញ្ចឹងឧទាហរណ៍យើងប្រើ IKE2 គាត់ក៏ត្រូវ IKE2 ដែរណាencryption algorithm ណាយើងប្រើអាច hide អានេះទៅព្រោះដោយសារនេះខ្ញុំសម្រាប់ testing ខ្ញុំប្រើយ៉ាង low តិចព្រោះដោយសារវាអត់ support នៅ high algorithm encryption អញ្ចឹងណាអូខេអញ្ចឹង IPsec ដូចគ្នាដែរណាយើងត្រូវ perform ដូចគ្នាយើងសាយយើងប្រើ group អីយើងប្រើ algorithm អីអញ្ចឹងខាងសាយ B ទៅ group ហ្នឹងហើយ algorithm ហ្នឹងដូចគ្នាណាហើយនឹងចំណុចមួយទៀតតើទៅជាមួយនឹង encryption domain មានន័យថាដែលយើងតែនិយាយថាជា interesting traffic ដែលគឺជា traffic ដែលយើងចង់ឲ្យវា encrypt នៅក្នុង tunnel ហ្នឹងអញ្ចឹងដូចខ្ញុំនេះចូលមាន local របស់ខ្ញុំគឺ IP នេះណាហើយនឹងដៃគូរបស់ខ្ញុំគឺ IP នេះអញ្ចឹងមានន័យថា traffic ហ្នឹងគឺយើងនឹង encrypt នៅក្នុង tunnel រុញវាចូលទៅក្នុង tunnel ណាអូខេហើយនឹង service ឬក៏ protocol ហ្នឹងអាហ្នឹងបែរទៅលើយើងចាក់ស្ដែងយើងចង់ specific ឬក៏យើងចង់ any យើងចង់ any ក៏បានដែរប៉ុន្តែអ្វីសំខាន់យើងត្រូវ inspect traffic ហ្នឹងនៅលើ firewall policy របស់យើងអូខេអញ្ចឹងតោះយើងចូលទៅconfigure ទាំងអស់គ្នាអញ្ចឹងខ្ញុំចូលទៅកាន់ Palo Alto សិនអូខេអញ្ចឹងនៅក្នុង Palo Alto ខ្ញុំប្រើ VM អញ្ចឹងខ្ញុំមាន interface ដែលយើងដូចនេះយើងមាន interface ទី1និង interface ទី2ទី1សម្រាប់ perform VPN ហ្នឹងឯងទី2សម្រាប់យើង internal របស់យើងអូខេអញ្ចឹងខ្ញុំចូលមកទី1ខ្ញុំមាន IP ប៉ុណ្ណេះណា20និងទី2ខ្ញុំមាន IP LAN របស់ខ្ញុំប៉ុណ្ណេះអូខេអញ្ចឹងខ្ញុំដើម្បី configure VPN សាយបាននៅលើ Palo Altoអូខេអញ្ចឹងទី1យើងមក configure នៅជាមួយនឹង IKE crypto បាទអញ្ចឹងយើងមក create មកនៅលើ PA អញ្ចឹងទីនេះខ្ញុំដាក់ IKE scripts profile ហ្នឹងទៅណាអញ្ចឹង admin group ខ្ញុំ DHA group ខ្ញុំប្រើ group file អញ្ចឹង encryption វិញខ្ញុំប្រើ desk ណាហើយនឹង authentication ខ្ញុំប្រើ SHA-1 អូខេអញ្ចឹងបើយើងមើលនេះ VPN parameter របស់យើងគឺយើងប្រើ2800ណា kilobyte របស់យើងអញ្ចឹងខ្ញុំដូរវាមក second មកអញ្ចឹង2800អូខេអញ្ចឹងខ្ញុំមក IKE មួយបន្ទាប់មកខ្ញុំប្រើ IPsec crypto ណាអញ្ចឹង IPsec crypto នេះវាជា
first two ចឹងគឺ pro ចឹងទៅណាចឹងខ្ញុំប្រើ encryption របស់ខ្ញុំគឺខ្ញុំប្រើ des ខ្ញុំប្រើ group file ដូចគ្នាចឹងនេះខ្ញុំ change មក second ចឹងអានេះយើងមិនយើងបកមក VPN parameter វិញគឺ 3600 ណា 3600 អូខេហើយកន្លែងនេះ authentication គឺខ្ញុំប្រើ SHA-1 អូខេអូខេអញ្ចឹងបន្ទាប់មកខ្ញុំទៅ configure IPE gateway ណាអញ្ចឹង IPE gateway ខ្ញុំមក IPE TW ខ្ញុំដាក់01ចុះណាអញ្ចឹងនេះខ្ញុំប្រើ IPE version 2អញ្ចឹងដាក់ version 2 prefer mode ហើយ interface ដែលយើងចង់ perform VPN ទី1ហើយយើង IP local របស់យើងខ្លួនឯងនេះ partner របស់យើងអញ្ចឹង partner របស់យើងខ្ញុំ create វាមួយមកអញ្ចឹងដាក់ VPN pair អញ្ចឹង VPN pair របស់យើងហ្នឹង10.0.137 10.0.137.21 ណាអូខេអញ្ចឹងអានេះខ្ញុំយក netmask ខ្ញុំយក /32 ណាព្រោះយើងទៅ IP អូខេអញ្ចឹងអានេះយើង authentication method ខ្ញុំប្រើ pre-share key អញ្ចឹង pre-share key ខ្ញុំដាក់នៅក្នុងនេះអញ្ចឹងបាទអញ្ចឹងខ្ញុំcopy មកព្រោះខ្ញុំមាននៅក្នុងតិចដែរអញ្ចឹងខ្ញុំ copy path confirm អូខេអញ្ចឹងនេះយើងអូខេ keep the same អញ្ចឹងអូខេនេះ switching mode យើងប្រើ main mode ណាយើងប្រើ main mode ហើយនឹង key នេះយើង create មិញហ្នឹងយើង select យកមកអូខេអញ្ចឹងនេះ date pair detection អញ្ចឹងវា interval វា check 5 second បាទ5 second 5 interval ហ្នឹងវា5 second ម្ដងអញ្ចឹงវាត្រូវ retry 5 ដងអញ្ចឹងណាបាទអញ្ចឹងខ្ញុំអូខេអញ្ចឹងបន្ទាប់ពីនេះខ្ញុំត្រូវបង្កើត IPsec tunnel នេះណាអញ្ចឹង IPsec tunnel ខ្ញុំដាក់ IP tunnel 1ចុះណាអញ្ចឹងនេះ interface tunnel អញ្ចឹង interface tunnel by default វាមានមួយអញ្ចឹងខ្ញុំបង្កើត byលើ tunnel ដែលខ្ញុំចង់អញ្ចឹងទៅអញ្ចឹងទីខ្ញុំបង្កើត tunnel ទី1ចុះណាសម្រាប់ VPN របស់ខ្ញុំមួយហ្នឹងហើយនេះយើងប្រើ default ចឹងនេះសម្រាប់ route គឺយើង keep default បើយើងមានcreate multiple virtual route នឹងយើងអាច select ទៅតាមតម្រូវការរបស់យើងហើយ security zone ខ្ញុំ select យក VPN zone អានេះខ្ញុំបានបង្កើតហើយអញ្ចឹង VPN ហ្នឹងគឺ security zone ហ្នឹងគឺយើងប្រើជាមួយនឹង VPN tunnel ហើយនឹងinterface physical ទី1របស់យើងអញ្ចឹងបាទអញ្ចឹងខ្ញុំ IP ខ្ញុំអត់ដាក់ទេហ្នឹងអត់ទេព្រោះនេះវាជា virtual interface ណាអូខេអញ្ចឹងខ្ញុំ select gateway ដែលខ្ញុំបានបង្កើតមិញហ្នឹង IPE ដែលខ្ញុំបានបង្កើតហ្នឹង crypto IPsec profile ខ្ញុំ select អ្វីខ្ញុំបានបង្កើតអូខេអញ្ចឹងនេះយើង keep the same មកណា proxy អូខេអញ្ចឹង proxy កន្លែងនេះគឺវាជាកន្លែងinteresting traffic ឬក៏ traffic ដែលយើងចង់ encrypt ឲ្យវារត់ទៅតាម tunnel អញ្ចឹងសោះរបស់ខ្ញុំ 10.00 ណាអញ្ចឹង 10.0.0.0/24 អញ្ចឹងខ្ញុំ encrypt full subnet អញ្ចឹងអានោះ size របស់ខ្ញុំមួយទៀតគឺ 10.0.1 protocol គឺខ្ញុំ any encrypt ទាំងអស់ណាអូខេអញ្ចឹងអូខេអញ្ចឹងបន្ទាប់ពីហ្នឹងយើងត្រូវទៅ add route ណាអញ្ចឹងយើង add route អញ្ចឹងនៅលើនេះវិញយើង add route មក sorry យើងចុច default នេះមិញបរិយាយើង select យក default អញ្ចឹងចុច start route អញ្ចឹងខ្ញុំ route ទៅកាន់គេ VPN route ចឹងទៅអញ្ចឹងdestination របស់ខ្ញុំគឺ 10.0.1.0 បាទអញ្ចឹង destination របស់ខ្ញុំគឺនេះណាហ្នឹងគេអញ្ចឹងinterface គឺយើងយក tunnel 1អញ្ចឹងឲ្យវាតាម tunnel អញ្ចឹងនេះ hop យើងនៅ data tunnel នេះវាអត់មាន gateway ទេអូខេអញ្ចឹងខ្ញុំប៉ុណ្ណឹងតោះមកខ្ញុំទៅ perform firewall policy អញ្ចឹងយើងទៅ firewall policy មួយទៀតអញ្ចឹងទីខ្ញុំដាក់ permit VPN side to side ទៅណាអញ្ចឹងសោះ zone របស់យើងមកពីណាអញ្ចឹងសោះ zone របស់ខ្ញុំមកពី yes trust zone របស់ខ្ញុំអញ្ចឹងសោះរបស់ខ្ញុំ10.full subnet របស់ខ្ញុំនេះឯងណាសោះរបស់ខ្ញុំdestination អញ្ចឹង destination របស់យើងរត់តាម VPN zone ណាអញ្ចឹង
មួយចឹងយើងមួយ okay I application ខ្ញុំ select ប្រើ any CV ខ្ញុំថា okay ខ្ញុំប្រើ any okay allow ខ្ញុំ okay action ខ្ញុំ allow ចឹងទៅដល់មួយ CV នេះជា practice យើងទៅ specific real production យើងទៅ specific protocol ដែលយើងទៅ allow សម្រាប់ user access ឬក៏អីផ្សេងៗតែបើសិនជាយើងចង់ open any traffic between interesting traffic ហ្នឹង okay fine ចឹងប៉ុន្តែ mostly not recommend ណាយើងទៅ specific better លើ switch ស្ដែងដែលយើងធ្វើ allow ចឹងបាទ application ហើយនឹង switch បាទចឹង okay ហើយកន្លែងហ្នឹងមួយទៀតនេះខ្ញុំ allow តែពី source នេះទៅ destination នេះអញ្ចឹងខ្ញុំចង់ allow back and forth អញ្ចឹងខ្ញុំ copy zone ខ្ញុំត្រូវ select zone នេះមួយទៀតហើយ destination ដូចគ្នាដែរខ្ញុំ select zone trust ហើយខ្ញុំ add subnet នេះចូលអញ្ចឹងខ្ញុំ copy subnet នេះមកដាក់ source មួយទៀតអញ្ចឹងមាន traffic ហ្នឹងវា back and forth អញ្ចឹងទៅឯមកអញ្ចឹងខ្ញុំអាច access ពីអានេះទៅនេះហើយនឹងពីអានេះមកនេះបានណាអូខេអញ្ចឹងខ្ញុំ commit អូខេអញ្ចឹងយើងបន្ទាប់ពី complete នៅលើ PA យើង move ទៅកាន់ FortiGate វិញយើង FortiGate វិញយើងខ្ញុំ login ចូលអូខេអញ្ចឹងមកដល់ FortiGate យើងចូលមក VPN អញ្ចឹងIPsec terminal អញ្ចឹងខ្ញុំចុច create អញ្ចឹងខ្ញុំយក custom ខ្ញុំមិនយកខ្លួនឯងខ្ញុំដាក់ VPN as អញ្ចឹងទៅណា next អូខេអញ្ចឹង next ឡើងនេះគឺយើងត្រូវបំពេញ remote មកយើងអីគេអញ្ចឹង remote របស់យើងគឺ IP នេះមួយ sample ជាង20ណា20ណាអញ្ចឹង interface របស់យើងគឺ interface ទៅ ISP នេះអូខេអូខេអញ្ចឹង Aprecia key ខ្ញុំ copy key ដែរខ្ញុំមានហ្នឹងខ្ញុំយកទៅដាក់ pass ចូលអញ្ចឹង key ហ្នឹងត្រូវតែដូចគ្នាណា size ទាំងពីរគឺ key ត្រូវតែដូចគ្នាអញ្ចឹងខ្ញុំយក IPE version 2អញ្ចឹងកន្លែងនេះដែលណាដែលខ្ញុំអត់ចង់អត់នេះខ្ញុំដកចោល encryption ខ្ញុំលុប dash តែជាកាន់សារណាអញ្ចឹងខ្ញុំប្រើគ្រប់5អូខេអញ្ចឹងខ្ញុំប្រើនេះwrite key lifetime scheme យក28 80ណា28 80អូខេអញ្ចឹងកន្លែងនេះខ្ញុំអត់នេះទេអូខេមួយទៀតអញ្ចឹងដូចគ្នាដែរ this share one អូខេ group file អញ្ចឹងនេះគឺខ្ញុំប្រើ3600ណាដូចគ្នាណាអូខេអញ្ចឹងកន្លែងនេះយើង encryption traffic យើងដាក់មក sorry អញ្ចឹងដាក់ 10.0.10/24 ណាហើយនឹង remote ខ្ញុំគឺ 10.0 អូខេអញ្ចឹងបើមកចុចអូខេដូចជាអស់ហើយណាអញ្ចឹងខ្ញុំអូខេ and then យើងទៅធ្វើ route ទាំងអស់គ្នាណាអញ្ចឹងHello police traffic ហ្នឹងអូខេអញ្ចឹងកន្លែងនេះខ្ញុំចូលមកកន្លែង feature បន្តិចនេះខ្ញុំចូលមក enable ឡើងនេះមកហើយនឹងខ្ញុំ enable អូខេ multiple interface policy អូខេហ្នឹងមក then ខ្ញុំចុច create ម្ដងទៀតអញ្ចឹង permit VPN to enter ណាអញ្ចឹង incoming outgoing អញ្ចឹង incoming ខ្ញុំមកពីនេះខ្ញុំចេញទៅនេះគ្នាអញ្ចឹងខ្ញុំមកពីដូចគ្នានេះ sorry នេះខ្ញុំចូលមកនេះអញ្ចឹងសោះអូខេឥឡូវខ្ញុំ create នេះ object នេះដាក់ណាខ្ញុំ select ខ្ញុំ create មួយទៀតសម្រាប់មួយ size ទៀតមួយណាជាងប្រើ object អញ្ចឹងទៅអូខេមួយអូខេអូខេអញ្ចឹង source ignition អូខេអញ្ចឹង switch ខ្ញុំមើល any ឬក៏ all ហ្នឹងអញ្ចឹង NAT ខ្ញុំ no ខ្ញុំយកនេះដើម្បីចេញយក log ទាំងអស់អូខេ
គេអញ្ចឹង policy យើងចប់ slow អូខេអញ្ចឹងយើងចូលមកមើល VPN របស់យើងដែលអញ្ចឹងយើងមើល VPN អញ្ចឹង VPN របស់ខ្ញុំអញ្ចឹងខ្ញុំ bring apps អូខេឥឡូវ VPN យើងអត់ app ទេអញ្ចឹងខ្ញុំសុំ review configuration ទៀតអូខេ network disable secure អូខេអញ្ចឹងយើងក្រោយហើយសុំបកមើលនេះតិចសុំមើលនេះតិចអូខេ policy យើងក្រោយហើយអញ្ចឹងខ្ញុំសុំមើល configuration phase 1 អញ្ចឹងនេះ phase 1 វាអត់ទាន់ app ទេអញ្ចឹងយើងមក review configuration IKE របស់យើងអូខេ lifetimes dynamic group encryption SHA-1 ទៅ cryptos អូខេ ESP group file អូខេដូចជា crutch អញ្ចឹងវា gateway អញ្ចឹងខ្ញុំ review តិចអូខេតើIKE2 ណា I see ហ៎ IKE crypto profile អញ្ចឹងយើងត្រូវ select យក crypto profile យើងមក create អូខេចឹងខ្ញុំមក apply ម្ដងទៀតអូខេ 98% អូខេអញ្ចឹងយើងមើល VPN យើងអូខេ app ហើយណាអញ្ចឹង VPN របស់យើង app អញ្ចឹងយើងទៅ perform test ទាំងអស់គ្នាតោះអូខេឥឡូវខ្ញុំចូលនៅ PC1 អូខេអញ្ចឹងខ្ញុំព្យាយាម ping មក 10.0.0 អូជាមួយជា 10 នេះអូខេអញ្ចឹងខ្ញុំអាច reach បានហើយណាអញ្ចឹងយើងអាច reach ទេអញ្ចឹងខ្ញុំ ping ពីនេះដូចគ្នាដែរអូខេ 10.0.0.10 ណាអូខេអញ្ចឹងខ្ញុំអាច reach គេអត់ទាន់ឃើញទេអញ្ចឹងខ្ញុំមើលនៅលើ PA សិនណាអញ្ចឹងមួយនេះយើង ping ពី0.10 ទៅកាន់ 1.10 នេះ zone របស់យើង from zone interface នេះ destination zone ចេញតាម VPN zone to network អូខេអញ្ចឹងអានេះយើង work ហើយអញ្ចឹងយើងព្យាយាមមើល traffic នៅលើនេះតិចអូខេអញ្ចឹងនេះ traffic យើងឃើញ source destination យើង source from 1.10 0.10 អូខេអញ្ចឹងយើងមើល policy match commit VPN side អូខេអូខេអញ្ចឹងយើងមើលincoming ឬក៏ source from 1.10 port ប៉ុណ្ណេះ destination ទៅ 0.10 through VPN side interface អូខេអញ្ចឹងអញ្ចឹងអាហ្នឹងយើង VPN side គឺយើង configure ប៉ុណ្ណឹង between Palo Alto និង FortiGate អូខេអញ្ចឹងអូខេអញ្ចឹងអរគុណអ្នកនរគ្នា